ជាយោព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រអរគុណសន្តិភាពមានសន្តិភាពទើបមានការអភិវឌ្ឍជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ពន្លឺសន្តិភាពនឹងបានមករះចេញចាំងលើទឹកដីកម្ពុជានៅរសៀលថ្ងៃទី26ខែតុលាឆ្នាំ2025នេះហើយប្រវត្តិសាស្ត្រថ្មីត្រូវចារលើទឹកដីកម្ពុជាក្នុងសករាជថ្ងៃទី26ខែតុលាឆ្នាំ2025នេះបន្ទាប់ពីការឈ្លានពានរបស់ទាហានសៀមមកលើទឹកដីកម្ពុជាយុទ្ធសាស្ត្រអត់មុតនិងយុទ្ធសាស្ត្រឈ្នះរបស់ថ្នាក់ដឹកនាំកម្ពុជាពិតជាអស្ចារ្យណាស់សម្ដេចធិបតីហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺជាវីរបុរសកម្ពុជាដែលទប់ទល់ស្ថានភាពមិនឲ្យរីកមកដល់ថ្ងៃនេះចាប់ពីពេលនេះទៅប្រទេសកម្ពុជាយើងជាទទួលបាននូវសុខសន្តិភាពនៅលើពិភពលោកជាគំរូមួយដ៏ល្អសម្រាប់ថ្នាក់ដឹកនាំកម្ពុជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៏សូមថ្លែងអំណរគុណដល់វីរៈកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិបងយុទ្ធជនពិតជាក្លាហានណាស់ស៊ូលះបង់អ្វីទាំងអស់ដើម្បីប្រទេសជាតិមួយនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសធម៌សប្បុរសជននៅក្នុងប្រទេសនិងក្រៅប្រទេសដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់វិស័យទៅលើកងទ័ពរបស់កម្ពុជាយើងឲ្យមានធម៌ពលនិងការលើកទឹកចិត្តរបស់កងទ័ពទាហានខ្មែរយើងឲ្យមានភាពអង់អាចក្លាហានដើម្បីទប់ទល់នឹងសត្រូវនិងទទួលបានជ័យជំនះមកដល់ថ្ងៃនេះហើយក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលរួមសហការគ្នាពួតដៃគ្នាជាធ្លុងមួយដើម្បីកសាងប្រទេសយើងមិនឲ្យអ្នកណាបបាច់បបាក់បានឡើយម្នាក់ខំពុះពៀខ្នះខ្នែងជ្រុំជ្រែងបង្ហាញទៅអន្តរជាតិថាប្រទេសកម្ពុជាពិតជារងគ្រោះដោយសារអំពើឈ្លានពានរបស់សៀមដ៏ពិតប្រាកដយើងខ្ញុំទាំងអស់គ្នាដែលជាប្រជាពលរដ្ឋខ្មែរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតីដូណាល់ត្រាំដែលបានបញ្ចប់នៃអំពើហិង្សារវាងកម្ពុជាហើយនិងសៀមហើយក៏បានបញ្ចប់នៅប្រវត្តិសាស្ត្រដ៏ជូរចត់សង្គ្រាមរវាងកម្ពុជាហើយនិងសៀមនៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះលោកប្រធានាធិបតីដូណាល់ត្រាំគឺជាវីរៈបុរសជួយកម្ពុជាដ៏ពិតប្រាកដនៅក្នុងនេះផងដែរលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានដាក់ឧស្សាហ៍នវាទបញ្ចប់នៃការដោះលែងទាហានខ្មែរទាំង18រូបឲ្យមានសេរីភាពឡើងវិញយើងទាំងអស់គ្នាក៏មិនភ្លេចប្រធានបដូវវេនអាស៊ានអ៊ីនវ៉ាអ៊ីប្រាហ៊ីមដែលជួយជ្រោមជ្រែងយកចិត្តទុកដាក់លើកម្ពុជាបីជួបឧបសគ្គយ៉ាងណាក៏ដោយក៏លោកប្រឹងប្រែងឈ្មោះឈ្មោលដើម្បីឲ្យកម្ពុជានិងសៀមមានសន្តិភាពទាំងអស់នេះសុទ្ធតែជាការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជាតែងតែខ្វល់ខ្វាយរឿងប្រទេសជាតិនិងប្រជាពលរដ្ឋខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសតែងតែពហិការមិនប្រើប្រាស់ទំនិញសៀមឲ្យសេដ្ឋកិច្ចរបស់សៀមចុះខ្សោយទើបប្រជាជនយើងបានជ័យជំនះដល់ថ្ងៃនេះ